ើអ្នកគិតថាខ្ទួយឬខ្យាដំរីគ្រាន់តែជានិមិត្តរូបនៃសេចក្តីស្លាប់មែនទេបើដូច្នោះអ្នកប្រហែលជាភ្ញាក់ផ្អើលនៅក្នុងវប្បធម៌ខ្លះវាមានន័យផ្ទុយស្រឡះដោយសារពឹសដ៏ខ្លាំងនិងកន្ទុយដែលអាចចាក់បានយ៉ាងឆាប់រហ័សខ្ទួយត្រូវបានមនុស្សជាច្រើនភ្ជាប់ជាមួយគ្រោះថ្នាក់អំពើអាក្រក់និងសេចក្តីស្លាប់ប៉ុន្តែយោងតាម Discover Magazine ក្នុងវប្បធម៌មួយចំនួននៅអាហ្វ្រិក មិចស៊ិកនិងក្នុងប្រពៃណីរបស់ជនជាតិដើមអាមេរិកខ្លះៗខ្ទួយមិនមែនតំណាងឲ្យសេចក្តីស្លាប់តែមួយមុខនោះទេពួកគេជឿថាខ្ទួយគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរការរីកចម្រើននិងការចាប់ផ្ដើមជីវិតថ្មីមូលហេតុគឺខ្ទួយត្រូវបដូរស្បែកជាច្រើនដងនៅពេលវាលូតលាស់ដែលត្រូវបានប្រៀបធៀបទៅនឹងការលះបង់អតីតកាលដើម្បីឈានទៅរកអនាគតថ្មីអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺសត្វតែមួយអាចមានអត្ថន័យខុសគ្នាទាំងស្រុងសម្រាប់អ្នកខ្លះវាជានិមិត្តរូបនៃគ្រោះថ្នាក់និងសេចក្តីស្លាប់ប៉ុន្តែសម្រាប់អ្នកផ្សេងទៀតវាជានិមិត្តរូបនៃភាពរឹងមាំការផ្លាស់ប្ដូរនិងការកើតជាថ្មីនេះបង្ហាញថាអត្ថន័យរបស់សត្វមួយមិនកំណត់ដោយរូបរាងរបស់វាប៉ុណ្ណោះទេប៉ុន្តែក៏អាស្រ័យលើវប្បធម៌និងជំនឿរបស់មនុស្សផងដែរចុះអ្នកវិញតើអ្នកធ្លាប់គិតថាខ្ទួយជានិមិត្តរូបនៃអ្វីសេចក្តីស្លាប់ឬការចាប់ផ្ដើមថ្មីសរសេរមតិរបស់អ្នកនៅក្នុង comment ហើយកុំភ្លេចចុច like និង subscribe ដើម្បីស្វែងយល់ពីអាថ៌កំបាំងនិងជំនឿអំពីសត្វជាច្រើនទៀត